ព្រះគម្ពីរយ៉ូហានជំពូក13ខ31ដល់ខ38កាលវាចេញផុតទៅនោះព្រះយេស៊ូវមានបន្ទូលថាឥឡូវនេះកូនមនុស្សបានដំកើងឡើងហើយព្រះក៏បានដំកើងទ្រង់ក្នុងកូនមនុស្សដែរបើសិនជាព្រះបានដំកើងឡើងក្នុងកូនមនុស្សនោះទ្រង់នឹងដំកើងកូនមនុស្សឡើងក្នុងព្រះអង្គទ្រង់ដែរក៏នឹងដំកើងកូនមនុស្សឡើងជាមួយរំពេចផងអោកូនរាល់គ្នាអើយខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេអ្នករាល់គ្នានឹងរកខ្ញុំតែដូចជាខ្ញុំបានប្រាប់ដល់ពួកសាសយូដារួចហើយថាកន្លែងដែលខ្ញុំទៅនោះអ្នករាល់គ្នាពុំអាចនឹងទៅបានទេឥឡូវនេះខ្ញុំក៏ប្រាប់ដល់អ្នករាល់គ្នាដូច្នោះដែរខ្ញុំឲ្យសេចក្តីបញ្ញត្តិមួយថ្មីដល់អ្នករាល់គ្នាគឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកត្រូវឲ្យស្រឡាញ់គ្នាដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរគេនឹងដឹងថាអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារសេចក្តីនេះឯងគឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកស៊ីម៉ូនពេត្រុសទូលសួរទ្រង់ថាព្រះអង្គម្ចាស់អើយតើទ្រង់យាងទៅឯណាព្រះយេស៊ូវទ្រង់ឆ្លើយថាកន្លែងដែលខ្ញុំទៅនោះអ្នកពុំអាចនឹងទៅតាមក្នុងគ្រាឥឡូវនេះបានទេលុះគ្រាក្រោយទៅអ្នកនឹងទៅបានពេត្រុសទូលទ្រង់ថាព្រះអង្គម្ចាស់អើយហេតុអ្វីបានជាទូបង្គំទៅតាមក្នុងគ្រានេះពុំបានទូបង្គំស៊ូតែបដូរជីវិតជំនួសទ្រង់ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគាត់ថាតើអ្នកនឹងបដូរជីវិតជំនួសខ្ញុំឬប្រកាសមែនខ្ញុំប្រាប់អ្នកជាប្រកាសថាមាន់មិនរងាវទៀតតើតែអ្នកបានប្រកែក3ដងថាមិនស្គាល់ខ្ញុំអាមែនខ្ញុំអធិដ្ឋានគុណសូមអរព្រះគុណដល់ព្រះវរបិតាព្រះបុត្រាព្រះវិញ្ញាណបរិសុទ្ធព្រះអង្គម្ចាស់អើយសូមទ្រង់បានគង់ជាមួយទូបង្គំយើងខ្ញុំម្នាក់សូមដកអស់ទាំងសេចក្តីខ្វល់ខ្វាយជំនឿដែលរវើរវាយដួងចិត្តដែលសង្ស័យចំពោះព្រះបន្ទូលព្រះអង្គសូមឲ្យកន្លងផុតពីទូបង្គំទៅឲ្យទូបង្គំបានរស់នៅដោយស្រឡាញ់ចំពោះព្រះបន្ទូលព្រះអង្គយកចិត្តទុកដាក់ចំពោះព្រះបន្ទូលដែលជាសារនៃជីវិតឲ្យទូបង្គំអស់គ្នាបានខំប្រឹងប្រុងស្ដាប់ដោយស្មោះត្រង់ផងដែរព្រះអង្គម្ចាស់អើយសូមដឹកនាំទូបង្គំម្នាក់ឲ្យមានភាពស្មោះត្រង់ទៅចំពោះការដែលទូបង្គំថ្វាយបង្គំទ្រង់ផងដែរសូមដកអស់ទាំងដួងចិត្តដែលតែខ្វល់ខ្វាយជីវិតទូបង្គំទៅសូមឲ្យទូបង្គំបានសម្លឹងមើលទៅកាន់ព្រះអង្គដោយជំនឿប្រកបផងដែរសូមបង្រៀនទូបង្គំឲ្យស្គាល់អំពីព្រះហើយទូទ្រង់សូមបំពេញគោលនៃព្រះវិញ្ញាណបរិសុទ្ធដើម្បីឲ្យទូបង្គំអាចដើរតាមព្រះបន្ទូលព្រះអង្គនីមួយៗយ៉ាងស្មោះត្រង់និងត្រឹមត្រូវផងដែរអរគុណដល់ព្រះអង្គទូបង្គំសូមទូលថ្វាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គកាលពីសប្តាហ៍មុនយើងបានសិក្សាជាមួយគ្នារបស់ហើយពីជីវិតរបស់គ្រីស្ទបរិស័ទចាំបាច់ត្រូវតែស្គាល់ព្រះយេស៊ូវយ៉ាងច្បាស់ប្រកបពីព្រោះជីវិតដែលស្គាល់ព្រះអង្គយ៉ាងប្រកបនោះនឹងឲ្យយើងមានការប្រុងប្រយ័ត្នក្នុងការស្ដាប់ព្រះបន្ទូលទ្រង់មានការយកចិត្តទុកដាក់ចំពោះសារដែលព្រះអង្គចង់មានព្រះハរតីមកកាន់យើងផងដែរអាមែនធ្វើឲ្យយើងមានជំនឿលើព្រះអង្គយ៉ាងត្រឹមត្រូវហើយនឹងចេះប្រព្រឹត្តតាមព្រះបន្ទូលទ្រង់ដោយភាពស្មោះត្រង់និងអស់អំពីដួងចិត្តហេតុផលគឺជាអ្វីគឺដោយព្រោះតែយើងជាមនុស្សដែលប្រុងប្រយ័ត្នក្នុងការទទួលព្រះបន្ទូលព្រះអង្គដូច្នេះដើម្បីឲ្យយើងបានដឹងថាតើជីវិតនៃគ្រីស្ទបរិស័ទត្រូវតែបង្កើតផលផ្លែអ្វីនៅក្នុងព្រះបន្ទូលថ្ងៃនេះនៅពេលនេះយើងសំគិតអំពីជីវិតរបស់យូដាសអ៊ីស្កាយ៉ូតសិនបាទដែលយើងបានសិក្សាកាលពីសប្តាហ៍មុនបាទមានសិស្សម្នាក់ក្នុងចំណោមសិស្សទាំង12នាក់របស់ព្រះយេស៊ូវគ្រីស្ទគាត់បានដើរតាមព្រះអង្គត្រឹមត្រូវទេទទួលការបង្រៀនពីព្រះអង្គលើព្រះបន្ទូលព្រះអង្គបង្រៀនរាល់ថ្ងៃឃើញទីសម្គាល់ឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើចេញទៅប្រកាសអំពីដំណឹងល្អនៃនគរព្រះបបពិសោធន៍ពេញខ្លួនក្នុងការដែលដើរតាមព្រះជាម្ចាស់ប៉ុន្តែចុងក្រោយយ៉ាងម៉េចដែរគាត់បានក្បត់ព្រះយេស៊ូវហើយគាត់បានដើរតាមព្រះអង្គរយៈពេល3ឆ្នាំរៀនពីព្រះជាម្ចាស់ប៉ុន្តែជាការពិតគាត់បានធ្វើពុតជាស្គាល់ព្រះយេស៊ូវគ្រីស្ទ
ប៉ុន្តែតាមពិតទៅគាត់មិនបានស្គាល់ព្រះយេស៊ូវយ៉ាងពិតប្រាកដសូម្បីតែបន្តិចបាទដូចគ្នាតើយើងបានជឿលើព្រះយេស៊ូវគ្រីស្ទយូរប៉ុណ្ណាហើយតើយើងបានដើរតាមព្រះយេស៊ូវគ្រីស្ទយូរប៉ុន្មានហើយដូច្នេះតើយើងបានស្គាល់ព្រះអង្គយ៉ាងច្បាស់ដែរឬទេសូមសួរមកកាន់ចិត្តយើងឥឡូវនេះតើខ្ញុំបានស្គាល់អំពីព្រះハរតីរបស់ព្រះច្រើនប៉ុណ្ណាទៅហើយខ្ញុំបានអនុវត្តនៅព្រះបន្ទូលព្រះអង្គយ៉ាងត្រឹមត្រូវដែរឬក៏យ៉ាងណាប៉ុន្តែនៅពេលដែលយើងអានព្រះគម្ពីរនៅពេលដែលយើងឃើញខុសគម្ពីរណាដែលប៉ះពាល់ចិត្តយើងតែងតែយកប៊ិចឬក៏យក highlight មកធ្វើអ្វី note ចំណាំទុកបាទព្រះគម្ពីរសំខាន់មែនទែនខ្ញុំប៉ះពាល់ចិត្តចំពោះព្រះបន្ទូលនេះបងប្អូនអើយជាការល្អណាស់ដែលបងប្អូនប្រើប៊ិចឬក៏ highlight យកមកគូសចំណាំនៅខុសគម្ពីរដែលប៉ះពាល់ចិត្តយើងប៉ុន្តែសូមកុំគ្រាន់តែគូសប៉ុន្តែសូមអនុវត្តជំនឿតាមព្រះបន្ទូលដែរអាមែននេះហើយគឺជាអ្វីដែលព្រះអង្គបានបង្ហាញថាជីវិតនៃគ្រិស្តបរិស័ទត្រូវតែប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ចំពោះព្រះបន្ទូលព្រះអង្គជាមួយនឹងការអនុវត្តដោយជំនឿបាទនៅក្នុងអត្ថបទថ្ងៃនេះដែលយើងបានអានតើវាចាប់អារម្មណ៍ដែរឬទេដែលព្រះយេស៊ូវគ្រីស្ទបានប្រទានបញ្ញត្តិបាទដ៏អស្ចារ្យបាទដល់ពួកសិស្សឲ្យធ្វើអ្វីចេះស្រឡាញ់គ្នាទៅវិញទៅមកបន្ទាប់ពីយូដាសដើរចេញទៅបាត់បន្ទាប់ពីយូដាសរៀបចំអបាយកលដើម្បីក្បត់ព្រះយេស៊ូវគ្រីស្ទគាត់ចេញទៅហើយនៅពេលនោះព្រះយេស៊ូវគ្រីស្ទទ្រង់បានមានព្រះបន្ទូលប្រាប់ទៅកាន់ពួកសិស្សអំពីអ្វីចូលស្រឡាញ់គ្នាទៅវិញទៅមកចូលកុំធ្វើដូចជាយូដាសដែលអាត្មានិយមអត្ថន័យនោះគឺព្រះអង្គចង់បង្រៀនអញ្ចឹងចូលឲ្យស្រឡាញ់គ្នាទៅវិញទៅមកយូដាសបានដើរតាមព្រះយេស៊ូវគ្រីស្ទអស់រយៈពេល3ឆ្នាំច្រើនទេជាឆ្នាំដែលច្រើនដែរគួរសមរយៈពេល3ឆ្នាំតើយូដាសរៀនបានអ្វីខ្លះពីព្រះយេស៊ូវគ្រីស្ទចម្លើយគឺអត់មានសោះរយៈពេល3ឆ្នាំគាត់ជាសិស្សដែលគ្មានបានរៀនអ្វីសោះពីព្រះយេស៊ូវគ្រីស្ទហេតុអ្វីពីព្រោះគោលបំណងនៃគាត់ដើរតាមព្រះយេស៊ូវគ្រីស្ទមិនមែនដើរដើម្បីទទួលបានការសង្គ្រោះឬក៏ទទួលព្រះអង្គជាព្រះសង្គ្រោះទេប៉ុន្តែគាត់ដើរតាមព្រះយេស៊ូវគ្រីស្ទដើម្បីអ្វីខ្លួនឯងអញ្ចឹងគ្រប់ការទាំងអស់ទាំងការធ្វើដំណើរគាត់គឺជាអ្វីទេអ្នកកាន់ថង់ប្រាក់នៅពេលដែលគាត់ចាយវាយគាត់តែងតែកឹបកេងលុយអញ្ចឹងយ៉ាងម៉េចរយៈពេល3ឆ្នាំដើរតាមព្រះយេស៊ូវមែនប៉ុន្តែមិនមែនដើរតាមព្រះអង្គអំពីការសង្គ្រោះទេប៉ុន្តែដើរតាមព្រះអង្គដើម្បីអ្វីបានចំណេញខាងសាច់ឈាមនេះបាទដូច្នេះសូមចាំថាសេចក្តីស្រឡាញ់ដែលហូរចេញពីយើងទៅកាន់អ្នកដទៃបែបណាបង្ហាញថាម៉េចបង្ហាញថាយើងទទួលក្តីស្រឡាញ់ពីណាមួយយ៉ាងនោះដែរឧទាហរណ៍ប្រសិនបើយើងរស់នៅក្នុងសង្គមមួយដែលទទួលក្តីស្រឡាញ់បែបលក្ខណៈលាក់ពុតអញ្ចឹងយ៉ាងម៉េចពុតណាស់យើងនឹងបង្ហូរក្តីស្រឡាញ់នោះទៅកាន់អ្នកដទៃដោយលាក់ពុតដែរត្រូវទេប្រសិនបើយើងស្រឡាញ់នរណាម្នាក់ដោយការបោកបញ្ឆោតពុតណាស់យើងនឹងបញ្ចេញផលផ្លែឬក៏បង្ហូរការនោះទៅកាន់អ្នកដទៃដោយបោកបញ្ឆោតដែរប៉ុន្តែបងប្អូនយើងពុំមានហើយនឹងខ្ញុំយើងគឺជាមនុស្សដែលត្រូវបានញែកចេញពីលោកីយ៍ហើយគឺជាមនុស្សដែលទទួលបានអ្វីក្តីស្រឡាញ់មកពីព្រះហើយត្រូវបង្ហូរការស្រឡាញ់នោះដែលមកពីព្រះជាម្ចាស់នោះទៅកាន់អ្នកដទៃដែរអាមែននេះហើយគឺជាលំហូរដែលយើងត្រូវបញ្ចេញត្រូវបង្ហាញទៅកាន់លោកីយ៍ថាខ្ញុំបានទទួលក្តីស្រឡាញ់មកពីព្រះយេស៊ូវហើយដូច្នេះចូលអ្នករាល់គ្នាទទួលក្តីស្រឡាញ់នេះដូចជាខ្ញុំដែរអាមែនបាទដូច្នេះជីវិតរបស់គ្រីស្ទបរិស័ទតើយើងត្រូវបង្ហូរក្តីស្រឡាញ់ឲ្យអ្នកដទៃដឹងអំពីក្តីស្រឡាញ់ព្រះជាម្ចាស់យ៉ាងដូចម្ដេចថ្ងៃនេះយើងនឹងរៀននៅរឿងសំខាន់ទាំង3យ៉ាងដែលព្រះយេស៊ូវគ្រីស្ទបង្រៀនយើងអំពីព្រះបន្ទូលថ្ងៃនេះបាទទី1ក្តីស្រឡាញ់ដែលយើងត្រូវបង្ហូរពីព្រះយេស៊ូវគ្រីស្ទទៅកាន់លោកីយ៍នោះគឺអំពីអ្វីគំរូនៃក្តីស្រឡាញ់ដែលមានការលះបង់
បាទនៅក្នុងខ31ដល់ខ33បាទសូមអានជាមួយខ្ញុំយ៉ូហានចំពោះ13ខ31ដល់ខ32សិនបាទ1 2 3កាលវាចេញផុតទៅនោះព្រះយេស៊ូវមានព្រះបន្ទូលថាឥឡូវនេះកូនមនុស្សបានដំកើងឡើងហើយព្រះក៏បានដំកើងឡើងក្នុងកូនមនុស្សដែរបើសិនជាព្រះបានដំកើងឡើងក្នុងកូនមនុស្សនោះទ្រង់នឹងដំកើងកូនមនុស្សឡើងក្នុងព្រះអង្គទ្រង់ដែរក៏នឹងដំកើងកូនមនុស្សឡើងជាមួយរំពេចផងអាមែនខគម្ពីរនេះនាំឲ្យយើងត្រឡប់ទៅកាន់យ៉ូហានចំពុក12ខ23ដែលបន្ទាប់ពីឮថាជនជាតិក្រិចខ្លះកំពុងតែស្វែងរកព្រះយេស៊ូវគ្រីស្ទនៅពេលនោះព្រះយេស៊ូវតបថាម៉េចកំណត់កូនមនុស្សត្រូវដំកើងឡើងបានមកដល់ហើយបាទបានមកដល់ហើយការនេះបានបញ្ជាក់យ៉ាងច្បាស់ថាទ្រង់កំពុងសម្ដៅទៅលើអ្វីតើការដំកើងឡើងរបស់ព្រះយេស៊ូវសម្ដៅលើអ្វីទេគឺសម្ដៅទៅលើការសុគតពេលវេលាដែលព្រះអង្គនឹងសុគតបានមកដល់ហើយតើការសុគតជាការដំកើងឡើងយ៉ាងដូចម្ដេចបាទតើការសុគតត្រូវដំកើងឡើងយ៉ាងដូចម្ដេចបងប្អូនអើយព្រះជាម្ចាស់ចង់បង្ហាញយើងអំពីជីវិតដែលគ្រីស្ទបរិសុទ្ធត្រូវដឹងថាការរងទុក្ខដែលយើងជួបប្រទះនៅលើផែនដីនេះត្រូវតែជាសេរីល្អថ្វាយដល់ព្រះនេះថាម៉េចខ្ញុំជួបការលំបាកប៉ុន្តែខ្ញុំមិនបាត់បង់ជំនឿទេខ្ញុំស្ថិតនៅក្នុងឧបសគ្គប៉ុន្តែខ្ញុំមិនអស់សង្ឃឹមទេខ្ញុំកំពុងតែមានការវេទនាឈឺចាប់ប៉ុន្តែខ្ញុំមិនលះបង់ចោលជំនឿទេនោះហើយគឺជាការដែលយើងលើកស្រីល្អថ្វាយដល់ព្រះក្នុងការលំបាកដូចគ្នាព្រះយេស៊ូវគ្រីស្ទទ្រង់បានលើកដំកើងឡើងនៅក្នុងការដែលព្រះអង្គសុគតនៅចុះឆ្កាងបង្ហាញថាម៉េចបើទោះបីជាព្រះអង្គរងទុក្ខវេទនាក៏ដោយប៉ុន្តែការនោះគឺដើម្បីអ្វីសង្គ្រោះមនុស្សចេញពីអំពើបាបនាំមនុស្សចាកចេញពីការស្លាប់ទៅកាន់ជីវិតអកលជានិច្ចតើនោះមិនមែនជាស្រីល្អប្រជាម្ចាស់ទេឬអីដូច្នេះសូមកុំឲ្យយើងចាត់ទុកថាការលំបាកគឺជាការធ្វើឲ្យយើងជួបនៅបញ្ហាធំនោះឡើយប៉ុន្តែសូមផ្លាស់ប្ដូរការលំបាកត្រឡប់ជាអ្វីត្រឡប់ជាសេរីល្អនៃព្រះជាម្ចាស់វិញបាទសូមឲ្យយើងបានមើលឃើញថាព្រះកំពុងតែរៀបចំផ្លូវទ្រង់កំពុងតែបើកផ្លូវឲ្យរាល់គ្នាបានលើកដំកើងព្រះអង្គនៅក្នុងការដែលយើងជួបបញ្ហាផងដែរដូច្នេះការរងទុក្ខរបស់ព្រះយេស៊ូវគ្រីស្ទបង្ហាញអំពីអ្វីបង្ហាញថាព្រះអង្គទ្រង់ស្រឡាញ់យើងខ្លាំងមែនទែនទោះបីជាខាងមុខដែលព្រះអង្គជ្រាបថាទ្រង់នឹងឈឺចាប់ទ្រង់នឹងរងទុក្ខវេទនាត្រូវគេបៀតបៀនត្រូវគេសម្លាប់ប៉ុន្តែព្រះអង្គនៅតែដើរទៅមុខលះបង់ដោយព្រោះតែអ្វីទ្រង់ស្រឡាញ់យើងខ្ញុំដល់ពេលដែលបងប្អូនអាននៅក្នុងខ33ប្រៀបបីដូចជាបណ្ដាំចុងក្រោយរបស់ឪពុកដែលផ្ដាំទៅកាន់កូនផងដែរសូមអានជាមួយគ្នាខ33 1 2 3អោកូនរាល់គ្នាអើយខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេអ្នករាល់គ្នានឹងរកខ្ញុំតែដូចជាខ្ញុំបានប្រាប់ដល់ពួកសាសយូដារួចហើយថាកន្លែងដែលខ្ញុំទៅនោះអ្នករាល់គ្នាពុំអាចនឹងទៅបានទេឥឡូវនេះខ្ញុំក៏ប្រាប់ដល់អ្នករាល់គ្នាដូច្នោះដែរអាមែនព្រះយេស៊ូវបានប្រើព្រះបន្ទូលដ៏ផ្អែមល្ហែមថាកូនរាល់គ្នាអើយខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេអ្នករាល់គ្នានឹងរកខ្ញុំមិនឃើញឡើយព្រះជាម្ចាស់ទ្រង់ចង់បង្ហាញយើងថាផ្លូវដែលព្រះអង្គនឹងទៅនោះគឺជាការដែលព្រះអង្គនឹងសុគតគឺជាការដែលព្រះអង្គនឹងចាក់ចេញពីយើងទៅជាការដែលមួយដែលព្រះអង្គទ្រង់នឹងឈឺចាប់ជំនួសយើងខ្ញុំស្ពាយអំពើបាបដែលយើងបានធ្វើខុសនោះជំនួសយើងហើយនេះហើយគឺជាក្តីស្រឡាញ់ដែលព្រះបានធ្វើសម្រាប់យើងខ្ញុំដូច្នេះតើអ្នកណាទៅដែលបង្ហាញក្តីស្រឡាញ់ដ៏អស្ចារ្យមួយនេះទៅកាន់លោកីបានពិតណាស់ព្រះយេស៊ូវគ្រីស្ទទ្រង់បានធ្វើវាសម្រាប់យើងហើយជាក់ស្ដែងគំរូនៃក្តីស្រឡាញ់ដែលលះបង់គឺបានមកដល់យើងទាំងអស់គ្នាហើយអាមែនតាមរយៈគំរូនៃអង្គបុគ្គលនិងកិច្ចការរបស់ព្រះយេស៊ូវដែលព្រះអង្គបានធ្វើផ្ទាល់បាទ
តើអ្នកណាជាគំរូនៃសេចក្តីស្រឡាញ់សម្រាប់បងប្អូនទាំងអស់គ្នាទេគឺជាព្រះយេស៊ូវគ្រីស្ទឬអាមែនអាមែនសេចក្តីស្រឡាញ់ដែលព្រះគ្រីស្ទបានបង្ហាញនៅលើឈើឆ្កាងគឺជាការលះបង់ដែលមិនគិតអំពីប្រយោជន៍ផ្ទាល់ខ្លួនឡើយព្រះអង្គមិនដែលគិតថាព្រះអង្គនឹងត្រូវបាត់បង់ព្រះអង្គនឹងត្រូវឈឺចាប់ឬក៏វេទនាទ្រង់ស្ដាយក្រោយនោះទេមិនមែនទេទ្រង់មិនដែលគិតអំពីខ្លួនឯងឡើយប៉ុន្តែព្រះអង្គទ្រង់បានដាក់យើងសំខាន់ជាងអ្វីទាំងអស់ផងដែរដូច្នេះបងប្អូនអើយយើងទាំងអស់គ្នាគឺជាមនុស្សដ៏សំខាន់របស់ព្រះគ្រីស្ទហើយតែព្រះអង្គសុខចិត្តលះបង់ទាំងអស់មិនគិតពីអ្វីទាំងអស់ដើម្បីលួសយើងចេញពីអំពើបាបដើម្បីរំដោះយើងឲ្យមានជីវិតអស់កលផងដែរនេះគឺជាក្តីស្រឡាញ់ដែលគ្មានភាពអាត្មានិយមក្តីស្រឡាញ់ដែលគ្មានការគិតអំពីខ្លួនឯងរបស់អ្នកសោះក្តីស្រឡាញ់ដែលតែងតែយកអ្នកដទៃដាក់នៅខាងមុខគិតអំពីអ្នកដទៃជាមុនផងដែរហើយនឹងរស់នៅដែលអ្វីបន្ទាបខ្លួននៅក្នុងការដែលប្រព្រឹត្តតាមព្រះបន្ទូលព្រះតើបងប្អូនអាចធ្វើបានទេព្រះអង្គទ្រង់បង្ហាញអំពីជីវិតនៃការដែលគ្រីស្ទានត្រូវបម្រើគ្នាទៅវិញទៅមកដោយក្តីស្រឡាញ់អញ្ចឹងនៅក្នុងកិច្ចការចុងក្រោយដែលព្រះយេស៊ូវបានធ្វើជាមួយពួកសិស្សនៅក្នុងបន្ទប់មួយដែលធ្វើពិធីទទួលទានអាហារល្ងាចជាមួយគ្នាចុងក្រោយនោះព្រះអង្គបានពន្យល់ទាំងអស់ទាំងការបម្រើចោះចូលស្ដាប់បង្គាប់ស្រឡាញ់គ្នាទៅវិញទៅមករយៈពេល3ឆ្នាំដែលពួកសិស្សបានដើរជាមួយព្រះអង្គបានធ្វើការសរុបតែមួយថ្ងៃនោះទេគឺជាអ្វីស្រឡាញ់ព្រះនិងស្រឡាញ់គ្នាទៅវិញទៅមកគេនឹងស្គាល់ថាអ្នកជាសិស្សខ្ញុំអ្នកជាកូនរបស់ខ្ញុំដោយព្រោះតែអ្នកបង្កើតផលផ្លែនោះឯងអាមែនបាទដូច្នេះជីវិតរបស់គ្រីស្ទបរិស័ទយើងត្រូវតែដើរតាមគំរូនៃក្តីស្រឡាញ់របស់ផងព្រះជាម្ចាស់ដែលបានលះបង់អ្វីៗទាំងអស់សម្រាប់យើងខ្ញុំបាទដូច្នេះក្នុងនាមជាគ្រីស្ទបរិស័ទយើងត្រូវតែរស់នៅដោយអនុវត្តនៅគំរូរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងអ្វីគ្រួសាររបស់យើងខ្ញុំថ្នាក់រៀនរបស់យើងខ្ញុំកន្លែងធ្វើការរបស់យើងខ្ញុំសហគមន៍របស់យើងខ្ញុំដើម្បីអ្វីឲ្យគេសរសើរដំកើងដល់ព្រះជាម្ចាស់ផងដែរទី2តើយើងរៀនបានអ្វីនៅក្នុងសាច់រឿងនេះទី2សេចក្តីស្រឡាញ់របស់ផងព្រះមិនមែនជាការដែលយើងគួរធ្វើឬមិនគួរធ្វើទេប៉ុន្តែគឺជារាជបញ្ជារបស់ផងព្រះយើងមិនអាចតើខ្ញុំគួរធ្វើឬក៏អត់มันអាចគិតអញ្ចឹងបានទេត្រូវចាំថាសេចក្តីស្រឡាញ់នេះគឺជាព្រះដែលទ្រង់បញ្ជាឲ្យយើងធ្វើមិនមែនតាមចិត្តយើងឡើយអាមែនបាទនៅក្នុងខ34ខ45បានបង្ហាញពីការនោះសម្អាតជាមួយគ្នា1 2 3ខ្ញុំឲ្យបញ្ញត្តិមួយថ្មីដល់អ្នករាល់គ្នាគឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកត្រូវឲ្យស្រឡាញ់គ្នាដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរគេនឹងដឹងថាអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារក្តីស្រឡាញ់នោះឯងគឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកអាមែនបាទព្រះយេស៊ូវបានហៅបញ្ញត្តិនេះថាម៉េចជាបញ្ញត្តិថ្មីបាទបញ្ញត្តិថ្មីហើយអ្វីបានជាព្រះអង្គថាជាបញ្ញត្តិថ្មីទេតើបញ្ញត្តិនេះថ្មីនៅត្រង់កន្លែងណាតើក្តីស្រឡាញ់នេះគ្មានចែងនៅក្នុងសញ្ញាចាស់ទេមានបាទមានព្រះគម្ពីរលេវីវិន័យចំពុក19ខ18បានចែងថាម៉េចមិនត្រូវសងសឹកឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសឯងឡើយគឺត្រូវឲ្យស្ដាញ់អ្នកជិតខាងដោយខ្លួនឯងវិញអញនេះជាព្រះយេហូវ៉ាសញ្ញាចាស់ក៏ចែងដែរប៉ុន្តែព្រះស្ថាម៉េចនេះជាបញ្ញត្តិមួយថ្មីដែលខ្ញុំឲ្យដល់អ្នករាល់គ្នាតើថ្មីអំពីអ្វីឆ្ងល់ទេនៅសញ្ញាចាស់ប្រជាជនអ៊ីស្រាអែលពួកគេរៀនតែទ្រឹស្ដីចូលស្រឡាញ់គ្នាទៅវិញទៅមកចូលស្រឡាញ់ព្រះដោយអស់អំពីចិត្តអាមែនប៉ុន្តែពួកគេដែលឃើញគំរូអំពីការធ្វើនឹងទេអត់ទេដូច្នេះព្រះយេស៊ូវគ្រីស្ទទ្រង់បានយាកមកនេះគឺដើម្បីអ្វី
ឲ្យបញ្ញត្តិមួយថ្មីដែលពួកគេមើលឃើញថាក្តីស្រឡាញ់នេះគឺត្រូវធ្វើយ៉ាងណានេះហើយគឺជាបញ្ញត្តិថ្មីគឺជាអ្វីព្រះអង្គបានស្រឡាញ់ពួកគេដោយលះបង់ទាំងអស់មិនមែនតែមាត់ទេប៉ុន្តែព្រះអង្គបានធ្វើសម្រាប់យើងហើយបាទព្រះអង្គបានលះបង់សម្រាប់យើងហើយបងប្អូនសូមវាយដំដួងចិត្តរបស់ផងយើងរាល់ថ្ងៃកុំឲ្យដេកលក់កុំឲ្យស្ពឹកស្រពន់ក្នុងការដែលមិនយល់អំពីដួងចិត្តរបស់ព្រះជាម្ចាស់ឡើយចូលឲ្យយើងបានភ្ញាក់ឡើងចូលឲ្យយើងបានដឹងថាព្រះអង្គទ្រង់បានលះបង់ប៉ុណ្ណាសម្រាប់យើងខ្ញុំនោះនៅពេលនោះចូលឲ្យយើងស្ដាប់បង្គាប់ព្រះអង្គហើយនឹងមានជំនឿលើព្រះអង្គយ៉ាងស្មោះត្រង់អាមែនបាទដូច្នេះក្តីស្រឡាញ់ដែលព្រះអង្គទ្រង់បានផ្ដល់មកកាន់យើងគឺបង្ហាញពីអ្វីជីវិតរបស់គ្រីស្ទបរិស័ទត្រូវតែផ្សារភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកដោយសារអ្វីក្តីស្រឡាញ់មិនមែនគ្រាន់តែជាទឹកលុយមិនមែនគ្រាន់តែជាអំណាចឬក៏កេរ្តិ៍ឈ្មោះប៉ុណ្ណឹងទេប៉ុន្តែបងប្អូនអើយសូមសាព្រោះក្តីស្រឡាញ់មួយនេះទៅកាន់លោកីបាទពីព្រោះអ្វីសប្តាហ៍ថ្ងៃនេះយើងមើលឃើញហើយថាម៉េចលោកីពោពេញនឹងការស្អប់គ្នាពោពេញនឹងការគុំគួនច្រណែនលោភលន់ចង់បានប៉ុន្តែក្តីស្រឡាញ់គឺអត់មានទេបាទគ្មាននរណាម្នាក់ដែលស្រឡាញ់យើងពិតប្រាកដឡើយក្នុងបច្ចុប្បន្ននេះបាទពីព្រោះអ្វីអំណាចនៃលោកីអំណាចនៃអារ្យកំពុងតែលេបត្របាក់អំពីរូបកាយនៃព្រះគ្រីស្ទរូបអង្គនៃព្រះដែលទ្រង់បានប្រទានមកកាន់មនុស្សហើយសូមចាំថាព្រះបានបង្កើតអ្វីបង្កើតមនុស្សតាមរូបអង្គនៃណាគេទេរូបអង្គនៃព្រះដែលមានអ្វីខ្លះក្តីស្រឡាញ់មេត្តាករុណាសប្បុរសតែបច្ចុប្បន្ននេះយ៉ាងម៉េចមនុស្សចាប់ដើមបាត់បង់ហើយតែព្រោះតែលទ្ធផលនៃអំពើបាបអញ្ចឹងយ៉ាងម៉េចគ្រីស្ទានគឺជាមនុស្សម្នាក់ដែលត្រូវបំផ្លាស់បំប្រែលោកីនេះបាទឲ្យចាក់ចេញពីអ្វីចាក់ចេញអំពីការដែលលិចបាត់ដោយព្រោះតែបាបនោះហើយឲ្យពួកគេយ៉ាងមិនដែរដឹងថាពួកគេគឺជាមនុស្សដែលមានរូបអង្គនៃព្រះដែលត្រូវអ្វីបង្កើតផលផ្លែតាមព្រះハរតីរបស់ព្រះជាម្ចាស់ផងដែរបងប្អូនលោកីនេះទទួលក្តីសង្ឃឹមតាមរយៈអ្នកជឿលើព្រះយេស៊ូវហើយចូលឲ្យយើងបានចេញទៅប្រាប់គេអំពីក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទដែលបានលះបង់ទាំងអស់សម្រាប់ពួកគាត់ហើយអាមែនដូច្នេះក្តីស្រឡាញ់របស់ផងយើងមិនគួរត្រូវបានជំរុញដោយអារម្មណ៍ចង់ឬមិនចង់នោះឡើយប៉ុន្តែសូមចាំថាវាគឺជាការបញ្ជាដែលព្រះទ្រង់បានផ្ដល់មកកាន់យើងវាមិនមែនជាជំរើសដែលយើងត្រូវធ្វើឬក៏មិនគួរធ្វើទេប៉ុន្តែគឺជាកាតព្វកិច្ចដែលយើងត្រូវធ្វើសម្រាប់ព្រះជាម្ចាស់អាមែនបាទនេះហើយគឺជាក្តីស្រឡាញ់ដែលព្រះទ្រង់បញ្ជាមកកាន់គ្រីស្ទានឲ្យយើងធ្វើទាំងអស់គ្នារឿងសំខាន់ទី3ក្តីស្រឡាញ់ត្រូវតែជ្រមុជនៅក្នុងអ្វីនៅក្នុងភាពរៀបសារឬក៏បន្ទាបខ្លួនបាទឥឡូវនេះព្រះយេស៊ូវគ្រីស្ទទ្រង់បានបង្រៀនរួចហើយអំពីក្តីស្រឡាញ់ប៉ុន្តែនៅពេលយ៉ាងម៉េចពេត្រុសគាត់បានថាម៉េចលោកគ្រូទៅណាខ្ញុំទៅដែរខ្ញុំទៅដែរបាទអញ្ចឹងនៅក្នុងខ39ខ39ពេត្រុសបានធ្វើការសន្ទនាជាមួយនឹងព្រះយេស៊ូវគ្រីស្ទឥឡូវយើងអានជាមួយគ្នាតោះយើងទៅជាមួយគ្នាខ36 38ស៊ីម៉ូនពេត្រុសទូលសួរទ្រង់ថាព្រះអង្គម្ចាស់អើយតើទ្រង់យាងទៅឯណាព្រះយេស៊ូវទ្រង់ឆ្លើយថាកន្លែងដែលខ្ញុំទៅនោះអ្នកពុំអាចនឹងទៅតាមក្នុងគ្រាឥឡូវនេះបានទេលុះគ្រាក្រោយទើបអ្នកនឹងទៅបានពេត្រុសទូលទ្រង់ថាព្រះម្ចាស់អើយហេតុអ្វីបានជាទូបង្គំទៅតាមក្នុងគ្រានេះពុំបានទូបង្គំស៊ូតែបដូរជីវិតចំនួនត្រង់ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគាត់ថាតើអ្នកនឹងបដូរជីវិតចំនួនខ្ញុំឬប្រកាសមែនខ្ញុំប្រាប់អ្នកជាប្រកាសថាមន់មិនរងាវទាល់តែអ្នកបានប្រកែក3ដងថាមិនស្គាល់ខ្ញុំអាមែនមកដល់ត្រង់ចំណុចនេះយើងមើលឃើញអំពីការសន្ទនាដ៏គួរឲ្យហួសចិត្តរវាងពេត្រុសទៅចំពោះព្រះយេស៊ូវបាទពេត្រុសគិតថាគាត់ស្រឡាញ់
ព្រះយេស៊ូវលើសជាងអ្នកទាំងអស់បាទពួកសិស្សទាំង12ស្រឡាញ់ព្រះយេស៊ូវអត់ដល់គាត់ទេគាត់ហ៊ានលះបង់សម្រាប់ព្រះយេស៊ូវអាមែនគាត់ហ៊ានបដូរជីវិតដើម្បីព្រះយេស៊ូវអាមែនបាទគាត់បានអួតអំពីការបដិញ្ញាចិត្តរបស់ផងគាត់ទៅចំពោះព្រះយេស៊ូវគឺកំពុងតែចិត្តទៅដល់ពេលដែលគាត់ប្រកែក3ដងថាមិនស្គាល់ព្រះអង្គបាទបងប្អូនអើយយើងមិនអាចនឹងមើលឃើញនាទីឬក៏វិនាទីដែលនៅខាងមុខបានទេថាប្រែប្រួលឬក៏យ៉ាងណាយកអត់ដឹងឥឡូវនេះយើងបញ្ញាចិត្តថាអូខ្ញុំជឿលើព្រះអង្គខ្ញុំហ៊ានលះបង់ដើម្បីព្រះអង្គអំពីជំនឿនោះនាទីទៅខាងមុខទៀតយើងអត់ដឹងទេយើងនឹងប្រកែកមិនស្គាល់ព្រះអង្គដូចជាពេត្រុសឬក៏អត់តើយើងនឹងលះបង់ចោលជំនឿដែលព្រោះតែភ័យខ្លាចឬក៏អត់យើងអត់ដឹងដូច្នេះក្តីស្រឡាញ់ដែលយើងទទួលមកពីព្រះគឺជាក្តីស្រឡាញ់ដែលជ្រមុជនៅក្នុងការបន្ទាបខ្លួនត្រូវតែបន្ទាបខ្លួននៅចំពោះព្រះពីព្រោះអ្វីយើងមិនអាចស្រឡាញ់ព្រះឬក៏ធ្វើគំរូពីការស្រឡាញ់នោះតាមព្រះសិក្រីដោយកម្លាំងយើងបានទេឆន្ទៈយើងអត់បានទៅរួចទេបាទដូច្នេះគាត់គិតថាក្តីស្រឡាញ់របស់ផងគាត់គឺកំពុងតែខិតចិត្តទៅដល់ការស្រឡាញ់ដ៏ឥតខ្ចោះគ្មាននរណាម្នាក់ស្មើគាត់ទេបាទពីព្រោះនៅក្នុងគំនិតរបស់ពេត្រុសគ្មានអ្នកណាបដិញ្ញាចិត្តឬក៏មានឆន្ទៈមុះមុតដូចជាគាត់ឡើយគាត់គិតអញ្ចឹងបាទប៉ុន្តែជាការពិតព្រះយេស៊ូវកំពុងតែបង្ហាញគាត់ថាមុនមករងាវ3ដងនោះអ្នកនៅប្រកែកថាមិនស្គាល់ខ្ញុំឥឡូវនេះអ្នកអាងថាម៉េចអ្នកនឹងស្លាប់ជំនួសខ្ញុំអ្នកនឹងទៅកន្លែងណាខ្ញុំទៅហើយនឹងសួរស្ដាប់ដើម្បីខ្ញុំប៉ុន្តែមុនមករងាវ3ដងនោះអ្នកនៅប្រកែកថាអត់ស្គាល់ខ្ញុំទេបាទអត់ស្គាល់ខ្ញុំទេតើពេត្រុសមានទំនុកចិត្តលើខ្លួនឯងខ្លាំងពេកប៉ុណ្ណាទៅបាទតើបងប្អូនមានទំនុកចិត្តមានអំនួតលើខ្លួនឯងខ្លាំងប៉ុណ្ណាទៅអំពីជំនឿអូខ្ញុំមានជំនឿល្អជាងអ្នកកុំមកបង្រៀនខ្ញុំអូខ្ញុំស្គាល់ព្រះយេស៊ូវច្បាស់ជាងអ្នកទើបតែជឿលើព្រះយេស៊ូវថ្មីទេកុំមកបដៅខ្ញុំធ្លាប់លើកពីនឹងច្រើនមែនទេបាទអ្នកដែលមានការចេះដឹងអំពីព្រះបន្ទូលព្រះអ្នកដែលបានរៀនចេះដឹងជ្រៅជ្រះអំពីព្រះបន្ទូលព្រះតែងតែអ្វីតែងតែមានអំនួតពីព្រោះអ្វីពីព្រោះគាត់គិតថាមនុស្សដែលមិនរៀនច្រើនអំពីព្រះបន្ទូលព្រះនឹងមិនអាចនឹងធ្វើការយល់ដឹងអំពីព្រះហត្ថលេខីព្រះជាងគាត់បានទេគាត់គិតថាគាត់ចេះដឹងអំពីព្រះបន្ទូលនោះដោយប្រាជ្ញាតែគាត់ខំប្រឹងសិក្សារៀនសូត្រប៉ុន្តែបងប្អូនអើយព្រះជាម្ចាស់ទ្រង់ប្រើមនុស្សដែលបន្ទាបខ្លួនទ្រង់ប្រើមនុស្សដែលចេះបន្ទាបខ្លួននៅពេលនោះយ៉ាងម៉េចដែរគាត់នឹងមើលឃើញថាព្រះពិតជាអស្ចារ្យប៉ុន្តែអ្នកណាដែលធ្វើការសម្រាប់ព្រះដោយកម្លាំងខ្លួនឯងឬក៏ចំណេះដឹងខ្លួនឯងយ៉ាងម៉េចដែរគាត់ថាម៉េចគ្រប់ការទាំងអស់ខ្ញុំធ្វើសម្រាប់ព្រះបាទត្រូវទេបងប្អូនអើយយើងមិនមែនធ្វើសម្រាប់ព្រះជាម្ចាស់ទេប៉ុន្តែព្រះជួយឲ្យយើងធ្វើសម្រាប់ព្រះអង្គបាទសូមគុំដណ្ដើមគុណសម្បត្តិឡើយយើងមិនអាចទេយើងគឺជាមនុស្សម្នាក់ដែលផុយស្រួយឆាប់ធ្លាក់ទៅក្នុងការលបួងនិងបរាជ័យប៉ុន្តែកម្លាំងមកពីព្រះនឹងធ្វើឲ្យយើងអាចតស៊ូតយុទ្ធនិងឈ្នះលើការលបួងឈ្នះលើបញ្ហាដោយជំនឿបានដូច្នេះសូមគុំមានអំនួតក្នុងការដែលយើងបម្រើព្រះជាម្ចាស់ល្អជាងគេឡើយកាលណាយើងបម្រើកាន់តែល្អសូមឲ្យយើងកាន់តែបន្ទាបខ្លួនចុះដល់ពេលនោះព្រះជាម្ចាស់នឹងលើកអ្នកឡើងដូច្នេះបងប្អូនអើយជាការពិតខ្ញុំមិនមែនជាមនុស្សម្នាក់ដែលពូកែរៀនទេខ្ញុំល្ងងមែនទែនរៀនមិនសូវចេះចងចាំទេបាទប៉ុន្តែអរគុណព្រះអង្គមែនទែនហេតុអ្វីបានជាព្រះអង្គទ្រង់ប្រើមនុស្សល្ងងដូចជាខ្ញុំឲ្យរៀនព្រះគម្ពីរពីព្រោះព្រះគម្ពីរគឺជាបាទការសិក្សាដែលត្រូវចងចាំច្រើនមែនទែនហើយនឹងត្រូវអានច្រើនខ្ញុំជាមនុស្សដែលខ្ជិលអានសភៅមែនទែន
ប៉ុន្តែចាប់តាំងពីបាទរៀនព្រះគម្ពីរមកបាទស្រាវជ្រាវច្រើនអានសភៅច្រើនបាទពីព្រោះអ្វីព្រះទ្រង់ប្រើមនុស្សដែលឃើញថាខ្លួនឯងមិនកើតខ្លួនឯងខ្សោយប៉ុន្តែព្រះអង្គនឹងប្រើអ្នកនោះសូមមើលរវាងពួកផារីស៊ីហើយនិងពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទតើមួយណាមានចំណេះដឹងពីព្រះគម្ពីរច្រើនជាងគេទេពួកសាវកតើអត់រួចទេសិតតែជាអ្នកនេសាទត្រីអ្នកដែលធ្វើការតូចតែគេអត់ធ្វើពួកផារីស៊ីគេដើរពើងទ្រូងនៅឯផ្សារនៅឯទីប្រជុំជនថាខ្ញុំគឺជាអ្នកដែលចេះព្រះគម្ពីរច្រើនជាងគេគ្មាននរណាម្នាក់អាចបដៅខ្ញុំបានទេមានតែខ្ញុំដែលឈរនៅខាងមុខហើយប្រកាសទៅកាន់អ្នកដទៃបាទដូច្នេះយ៉ាងម៉េចដែរព្រះយេស៊ូវមកដល់ថាម៉េចអោពួកមនុស្សកំពុតអើយបាទដូច្នេះសូមចាំថាព្រះអង្គទ្រង់សពព្រះハរតីឲ្យយើងដឹងថាយើងខ្សោយដូច្នេះដើម្បីឲ្យអ្នករាល់គ្នាអាចបញ្ចេញបង្ហូរឬក៏បង្ហាញអីស្រឡាញ់របស់ផងព្រះគ្រីស្ទដែលលះបង់សម្រាប់លោកីនេះនោះអ្នកត្រូវតែបន្ទាបខ្លួនសិនហេតុនេះហើយបានជានៅចុងក្រោយនោះព្រះអង្គធ្វើអ្វីលាងជើងឲ្យពួកសិស្សព្រះអង្គបម្រើពួកសិស្សដូច្នេះពួកសិស្សឆ្ងល់ថាលោកគ្រូលោកជាគ្រូហើយជាព្រះអង្គម្ចាស់របស់យើងតើលាងជើងអញ្ចឹងសមឬក៏អត់ពួកគេអត់ទាន់យល់ប៉ុន្តែនៅពេលដែលព្រះអង្គទ្រង់សគត់ហើយរលឹងវិញពួកគេបានយល់ហើយថាគ្រីស្ទានត្រូវតែរស់នៅក្នុងជីវិតដែលបន្ទាបខ្លួននិងបម្រើគ្នាទៅវិញទៅមកបាទមិនមែនអួតគ្នាទេគ្រីស្ទានមិនមែនជាត្រីក្រឹមដែលអួតគ្នាឡើយប៉ុន្តែយើងគឺជាអ្វីយើងគឺជាអ្នកដែលបម្រើគ្នាសូមគុំកាច់កងគ្នានៅក្នុងជំនឿឬក៏ចំណេះដឹងណាមួយឡើយបងប្អូនអើយយើងមិនអាចនឹងថ្វាយសេរីល្អទៅកាន់ព្រះជាម្ចាស់ដោយទង្វើអញ្ចឹងបានទេយើងអាចបម្រើព្រះអង្គបានដោយសារអ្វីដោយសារតែយើងមើលឃើញអំពីព្រះគុណព្រះហើយនឹងដឹងថាព្រះអង្គទ្រង់ជួយខ្ញុំគ្រប់ការទាំងអស់ខ្ញុំមិនមែនធ្វើដោយកម្លាំងខ្ញុំនោះទេប៉ុន្តែខ្ញុំធ្វើដោយអ្វីដោយជំនឿនិងដោយការគោរពកោតខ្លាចចំពោះព្រះអង្គផងដែរនេះហើយគឺជាអ្វីដែលព្រះអង្គសពព្រះハរតីដូច្នេះទូលមកកើងក៏បានរំលឹកថែថាព្រះជាម្ចាស់ទ្រង់គឺជាកម្លាំងជាទីពឹងជ្រករបស់ខ្ញុំទ្រង់គឺជាខែលរបស់យើងខ្ញុំហើយដូច្នេះនៅស្រឡាញ់របស់ផងយើងទៅចំពោះព្រះជាម្ចាស់ត្រូវតែជ្រមុជទៅក្នុងការបន្ទាបខ្លួនកុំមានភាពអំនួតនៅក្នុងការបម្រើទ្រង់ឡើយបាទដូច្នេះជីវិតគ្រីស្ទបរិស័ទត្រូវតែអ្វីចោះចូលចំពោះព្រះដោយស្មោះត្រង់សរុបមកវិញព្រះយេស៊ូវចង់បង្រៀនយើងឲ្យយើងយល់អំពីក្តីស្រឡាញ់ពិតប្រាកដដែលទ្រង់កំពុងតែបង្ហូរមកកាន់យើងម្នាក់ហើយទ្រង់ចង់ឲ្យយើងសាបព្រោះទៅកាន់គេដែរគឺជាអ្វីក្តីស្រឡាញ់ដែលត្រូវលះបង់ទាំងអស់សម្រាប់អ្នកដទៃទី2ក្តីស្រឡាញ់នោះមិនមែនជាជំរើសមិនមែនជាការគួរធ្វើឬក៏មិនគួរធ្វើទេមិនមែនតាមអារម្មណ៍យើងចង់ឬក៏មិនចង់ឡើយប៉ុន្តែវាគឺជាអ្វីទេព្រះរាជបញ្ជាដែលព្រះអង្គបានប្រទានមកកាន់យើងខ្ញុំឲ្យបញ្ញត្តិមួយថ្មីដល់អ្នករាល់គ្នានេះគឺជាការបញ្ជាចូលបម្រើគ្នាស្រឡាញ់គ្នាទៅវិញទៅមកចុះដូចជាខ្ញុំស្រឡាញ់អ្នករាល់គ្នាដែរអាមែនចឹងមិនថាម៉េចព្រះអង្គបង្ហូរការស្រឡាញ់នោះមកកាន់យើងហើយយើងលាក់ទុកទេយើងកប់ចោលទេអត់ទេយើងត្រូវតែបង្ហូរទៅកាន់លោកីវិញផងដែរដើម្បីឲ្យពួកគេបានផ្លាស់ប្រែនិងស្គាល់អំពីព្រះគុណដ៏អស្ចារ្យរបស់ព្រះយេស៊ូវគ្រីស្ទរឿងទី3យើងត្រូវតែដឹងថាក្តីស្រឡាញ់របស់ផងយើងគួរតែត្រូវជ្រកក្រោមម្លប់នៃការបន្ទាបខ្លួនកុំមានភាពអំនួតក្នុងការដែលយើងនៅចំពោះព្រះជាម្ចាស់ឡើយយើងមិនមែនបំរើដោយពឹងអានកម្លាំងយើងទេយើងបំរើដោយសារអ្វីដោយសារតែព្រះទ្រង់គង់ជាមួយយើងខ្ញុំតែប៉ុណ្ណោះអាមែនខ្ញុំអធិដ្ឋានគុំសូមអរព្រះគុណដល់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអរគុណដល់ព្រះអង្គសម្រាប់ពេលវេលាដែលយើងបានចូលមកបានដឹងនិងកាន់តែយល់ច្បាស់អំពីពន្ធកិច្ចដែលព្រះអង្គបានប្រទានមកកាន់យើងខ្ញុំ
ព្រះអង្គទ្រង់បានធ្វើជាគំរូទូបង្គំយើងខ្ញុំហើយទ្រង់បានចាក់បង្ហូរក្តីសែងផងព្រះអង្គដ៏អស្ចារ្យដ៏លើសលប់ដល់ទូបង្គំម្នាក់សូមឲ្យទូបង្គំអរគ្នាបានបង្ហាញនិងបង្ហូរទៅកាន់លោកីដោយក្តីសែងផងទ្រង់ផងដែរសូមឲ្យទូបង្គំម្នាក់បានរស់នៅធ្វើជាគំរូទៅកាន់លោកីនេះសូមកុំឲ្យទូបង្គំម្នាក់បានចាត់ទុកការស្រឡាញ់នោះជាជំរឿឬក៏ជាអារម្មណ៍នៃទូបង្គំចង់ឬក៏មិនចង់នោះឡើយប៉ុន្តែសូមឲ្យទូបង្គំដឹងថានេះគឺជាបញ្ជាដែលព្រះអង្គឲ្យទូបង្គំត្រូវតែធ្វើផងដែរអរគុណដល់ព្រះអង្គសូមឲ្យទូបង្គំបានរស់នៅដោយចេះលះបង់ឲ្យទូបង្គំបានរស់នៅដោយជាការមិនទីខ្លួនផងដែរដើម្បីទូបង្គំបានបង្ហាញអំពីគំរូនោះយ៉ាងត្រឹមត្រូវអរគុណដល់ព្រះអង្គទូបង្គំសូមទូលថ្វាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនសូមអរគុណលោកអ្នកនាងដែលបានទស្សនានិងស្ដាប់ការអធិប្បាយព្រះបន្ទូលរបស់លោកគ្រូគង្វាលវងនិតជាពីក្រុមជំនុំសេរីរុងរឿងព្រះយេស៊ូវជារៀងរាល់ថ្ងៃអាទិត្យក្រុមជំនុំសេរីរុងរឿងព្រះយេស៊ូវមានការថ្វាយបង្គំព្រះជាម្ចាស់ចំនួន3វេនវេនទី1ចាប់ពីម៉ោង 7:30 នាទីដល់ម៉ោង 8:30 នាទីព្រឹកសម្រាប់កុមារវេនទី2ចាប់ពីម៉ោង 10 ដល់ម៉ោង 11 ព្រឹកសម្រាប់មនុស្សពេញវ័យនិងមនុស្សចាស់វេនទី3ចាប់ពីម៉ោង 3 ដល់ម៉ោង 4 ល្ងាចសម្រាប់កុមារផងដែរលោកអ្នកនាងអាចចូលរួមថ្វាយដង្វាយតិចតួចដើម្បីផ្គត់ផ្គង់ក្រុមជំនុំសេរីរុងរឿងព្រះយេស៊ូវតាមរយៈ QR Code នេះបានផងដែរសូមអរគុណសូមព្រះប្រទានពរ